สงกรานต์នៅទឹកដីខេត្តសៀមរាបឆ្នាំនេះអាចនិយាយបានថាជាសង្ក្រាន្តមួយដ៏ធំហើយមានការចូលរួមពីបងប្អូនខ្មែររបស់យើងជាពិសេសភ្ញៀវអន្តរជាតិច្រើនជាងគេហើយដោយសារតែខ្ញុំបានថតសង្ក្រាន្តនៅខាងពោធិ៍សាត់បាត់ដំបងក្រុងប៉ោយប៉ែតនិងទឹកដីខេត្តសៀមរាបឃើញថាមានបងប្អូនខ្មែររបស់យើងមកលេងច្រើនជាពិសេសសិល្បករសិល្បករនីរបស់យើងមកចូលរួមច្រើនខ្លាំងណាស់ជាមួយនឹងបងវិស័យអនឡាញនឹងនៅតំបន់ត្រជាក់ Pub Street បងប្អូនបានឃើញហើយតំបន់ត្រជាក់ Pub Street ជ្រុងណាក៏មានមនុស្សដែរបើនិយាយទៅគ្រប់ជ្រុងតំបន់ Pub Street នេះគឺមនុស្សច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាចន្លោះពីម៉ោង3គឺខ្ញុំចាប់ផ្ដើមមកដល់សៀមរាបភ្លាមខ្ញុំលេងទឹកនៅមុខផ្លូវតនើយហើយការលេងទឹកបងប្អូននៅខាងសៀមរាបនេះសុំសរសើរពួកគាត់ហើយលេងទឹកគឺអត់មានបន្លំអត់មានអីទេជះទឹកសុំគ្នាប៉ាតម្សៅសុំគ្នាហើយមានការចូលរួមពីបាទជនបរទេសហ្នឹងក៏គាត់មកលេងសប្បាយខ្លាំងមែនទែនហើយអាញឹមសោចដាក់គ្នាបែបនេះសុំសរសើរនៅទឹកចិត្តបងប្អូនខ្មែរដែលលេងសង្ក្រាន្តហ្នឹងគឺអត់មានការបន្លំអត់មានអីទេអញ្ចឹងបើអ្នកបន្លំអ្នកអីប្រយ័ត្នប៉លិសឃើញគេចាប់ទៅសុំផ្ដាំទៅដល់ប៉ិតយុវវ័យទាំងអស់គ្នាយើងលេងបែបនេះដើម្បីរក្សានៅវប្បធម៌ក៏ដូចជាសង្ក្រាន្តរបស់យើងឲ្យកាន់តែរីកចម្រើនបន្ថែមដើម្បីឆ្នាំក្រោយទៀតមានបងប្អូនបរទេសមកលេងច្រើនលើកស្ទួយវិស័យទេសចរក្នុងស្រុកនៃប្រទេសកម្ពុជារបស់យើងជាពិសេសអ្នកនៅខេត្តសៀមរាបបើឃើញវីដេអូនេះកុំភ្លេច share ទាំងអស់គ្នាចន្លោះពីម៉ោង7យប់ខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅតំបន់ត្រជាក់ Pub Street កលេចមកគឺឃើញបនុយកំពុងតែសប្បាយខ្លាំងជាមួយនឹងសិល្បករសិល្បករនីជាពិសេសបងខាងអនឡាញគេទៅលេងច្រើនណាស់បងប្អូនហើយគ្រាន់តែធ្វើដំណើរទៅកាន់តំបន់ត្រជាក់ Pub Street ខ្ញុំនិយាយពីថាមនុស្សគឺច្រើនកកកុញខ្លាំងមែនតើឆ្លងស្ពានថ្មចាស់នៅចិត្ត Pub Street នេះភ្លាមចូលមកដល់តំបន់ត្រជាក់ Pub Street និយាយពីថា concert វិញគឺមនុស្សច្រើនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាហើយមានការរៀបចំស្អាតណាស់ការចូលរួមពីភ្ញៀវអន្តរជាតិក៏ដូចជាភ្ញៀវខ្មែររបស់យើងគឺច្រើនកកកុញហើយសូមសរសើរខ្លាំងមែនតើនៅក្នុងការចូលរួមលេងសង្ក្រាន្តនេះគឺថាមនុស្សច្រើនយ៉ាងណាគឺអត់មានប៉ះពាល់គ្នាអត់មានឆ្លោះគ្នាអីទេគឺយើងប្រកាន់ភ្ជាប់ជាមួយនឹងវប្បធម៌ក៏ដូចជាទំនៀមទម្លាប់ខ្មែររបស់យើងចេះឲ្យញឹមចេះអីដាក់គ្នាបែបនេះខ្ញុំសរសើរបងប្អូនខ្មែរខ្លាំងមែនទែនហើយនិយាយពីថាស្អាតណាស់នៅតំបន់ត្រជាក់ Pub Street មួយកន្លែងជាពិសេសកន្លែងដែលខ្ញុំទៅលេងគឺឈៀវ Pub ដែលបងប្អូនបានឃើញ logo អំបញ្ញមិញហ្នឹងមនុស្សច្រើនណាស់នៅឈៀវ Pub ហ្នឹងទីតាំង zone ដែលខ្ញុំទៅលេងប្រចាំជារៀងរាល់ឆ្នាំតែម្ដងកាលពីខ្ញុំធ្វើពិធីករឥឡូវខ្ញុំមកធ្វើ blogger វិញខ្ញុំមិនសូវបានមកដល់ពេលមកនឹកឃើញជាងគេគឺឈៀវ Pub គ្រាន់តែដើរចូលមកភ្លាមនិយាយពីថាមនុស្សដូចបងប្អូនបានឃើញហ្នឹងយូមកសៅវិញគឺទៅចាក់មកទៅផឹងហើយបើខ្ញុំវិញត្រូវស្រីស្អាតរបស់យើងប៉ាតមកឆ្ងាញ់តែម្ដងនេះក្នុងការស្រឡាញ់របស់ពួកគាត់និយាយពីថាអូឆាក concert នៅតំបន់ត្រជាក់ Pub Street នេះគឺស្អាតខ្លាំងមែនទែនបងប្អូនអើយមានការចូលរួមច្រើនមិនថាភ្ញៀវអន្តរជាតិឬក៏ភ្ញៀវខ្មែររបស់យើងទេបើនិយាយពីខ្ញុំផ្ទាល់តែម្ដងទក់ដូចប្រហុកហើយនិយាយពីថាស្រីស្អាតមានសម្បូរណាត្រជាក់ភ្នែកណាវីដេអូនេះបងប្អូនរបស់យើងបានឃើញហើយកុំភ្លេចចូលរួម share ទាំងអស់គ្នាជាពិសេសអ្នកនៅខេត្តសៀមរាបក៏ដូចជាបងប្អូនដែលទៅលេងនៅទឹកដីខេត្តសៀមរាប share ដើម្បីលើកស្ទួយនៅវិស័យទេសចរក្នុងស្រុករបស់យើងឲ្យបានឃើញថាប្រទេសកម្ពុជារបស់យើងឥឡូវគឺមានការចូលរួមភ្ញៀវទេសចររបស់យើងគឺច្រើនដើម្បីលើកមុខមាត់ប្រទេសរបស់យើងហើយអរគុណសម្រាប់ការស្រឡាញ់បងប្អូនខ្មែររបស់យើងដែលគាត់ក៏លេខឃើញខ្ញុំភ្លាមគាត់ស្វាគមន៍គាត់ប៉ាតម្សៅប៉ាតអីហ្នឹងអរគុណខ្លាំងមែនទែននៅក្នុងការស្រឡាញ់រយៈមកកាន់ VJ ដាដាម្នាក់នេះហើយក៏លេខប្លង់ដ្រូនពីលើនេះគឺពិតជាស្រស់ស្អាតណាស់សូមសរសើរនៅក្នុងការរៀបចំជាមួយនឹងមន្ទីរទេសចរខេត្តរួមជាមួយនឹងសសចកហើយនឹងបាទអាជ្ញាធរខេត្តក៏ដូចជាមន្ទីរទេសចររួមជាមួយនឹងថ្នាក់ដឹកនាំជាពិសេសអាដាមរដ្ឋមន្ត្រីក្រសួងទេសចរផ្ទាល់តែម្ដងយើងក៏លេចមកមើលស្រីស្អាតរបស់យើងនិយាយពីថាអូច្រើនណាស់គ្រប់គ្នាគឺថារុះរីរាក់តាក់លេងទឹកសបាយរីករាយរំបែបនេះខ្ញុំពិតជាមិនសរសើរបងប្អូនខ្មែររបស់យើងមិនបានទេទាំងអស់នេះគឺជាការលើកមុខមាត់ប្រទេសរបស់យើងក៏ដូចជាឲ្យបង្ហាញទៅកាន់ជនបរទេសគាត់បានឃើញថាសង្ក្រាន្តនៅប្រទេសកម្ពុជារបស់យើងគឺមានមនុស្សចូលរួមច្រើនហើយសបាយរីករាយអត់មានបញ្ហាទៀតទាំងអស់នេះហើយធ្វើឲ្យយើងកាន់តែទទួលបាននៅវិស័យទេសចរកាន់តែច្រើននិយាយពីថាស្រីស្អាតបរទេសអីមកច្រើនណាស់ម្នាក់គឺរំសបាយខ្លាំងមែនទេបើនិយាយពីខ្ញុំផ្ទាល់តែម្ដងមុខខ្ញុំខ្ទេចដូចប្រហុកចឹងបងប្អូនទាំងអស់គ្នាមានការស្គាល់ពីបងប្អូនទាំងអស់គ្នាស្រឡាញ់នៅ VJ ដាដាម្នាក់នេះអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់ហើយមួយទៀតផ្ដាំផ្ញើទៅកាន់បងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះអ្នកដែលចង់ចេះកាត់តវីដេអូអីខ្ញុំមាន link នៅក្រោមវីដេអូនេះបងប្អូនអាចចូលមករៀនបានគឺអត់មានគិតលុយគិតប្រាក់គិតកាក់គិតសេនទេយើងមានគោរពសម្រាប់បរិញ្ញាបងប្អូនទាំងអស់គ្នារៀនតិចបានតិចរៀនច្រើនបានច្រើន free ជូនឥឡូវយើងមកមើលសក្ការរបស់យើងបន្តទៀតណាមាន vlogger ជនជាតិគេនេះមកថតដើម្បីផ្សព្វផ្សាយបន្ថែមទាំងអស់នេះហើយជាមុខមាត់ប្រទេសកម្ពុជារបស់យើងអីបងប្អូនស្រីដូចលីដានៅនឹងដែរក៏លេខទៅទឹកតែឃើញគាត់បងប្អូនហើយសប្បាយពេកអត់មានបានឃើញគ្នាឯងអីទេយូរពីថាច្រើនណាស់មិនថាភ្ញៀវខ្មែរភ្ញៀវបរទេសក៏ដូចជាសាសផ្សេងៗដែលគាត់បានមកលេងនៅទឹកដីខេត្តសៀមរាប
សង្ក្រាននៅ Pub Street នេះគឺសប្បាយណាស់បងប្អូនអើយនិយាយទៅអ្នកណាបានឃើញរូបខ្លួនឯងកុំភ្លេចចូលរួម share ទាំងអស់គ្នាដើម្បីលើកស្ទួយនៅវិស័យទេសចរក៏ដូចជាសង្ក្រានប្រទេសកម្ពុជារបស់យើងអូយនិយាយថាស្រីស្អាតរបស់យើងរំគ្រប់ជ្រុងគ្រប់កន្លែងតែចាក់ភ្នែកណាវីដេអូនេះខ្ញុំគ្រាន់តែមើលភ្លាមនិយាយថានឹកឃើញមកសប្បាយខ្លាំងមែនទែនសង្ក្រានតាំងពីពោធិ៍សាត់បាត់ដំបងក្រុងប៉ោយប៉ែតឥឡូវមកដល់សៀមរាបនិយាយថាសប្បាយអត់ហត់ទេឲ្យតែបានថតបង្ហាញបងប្អូននិយាយថាទៅចាក់ភ្នែកណាបងប្អូនឃើញវីដេអូមួយនេះហើយប្រកាសជាមិនអូសរំលងទេចូលរួម share ទាំងអស់គ្នាដើម្បីភាពសប្បាយរីករាយកន្លែងនេះខ្ញុំត្រូវម្សៅទៀតហើយអរគុណសម្រាប់ការស្រឡាញ់ណាស្រីស្អាតរបស់យើងទៅជុំគ្នាអស់ហើយអូម្នាក់គឺថារីករាយខ្លាំងមែនទែនបើនិយាយពីមុខខ្ញុំវិញគ្រាន់តែមកដល់បន្ទប់វិញគឺថាគ្រាន់តែលាងម្សៅចេញនឹងចង់2គីឡូម្សៅតែសប្បាយសម្រាប់បងប្អូនរបស់យើងលេងគឺអត់មានប្រកាន់គ្នាទេលេងសប្បាយខ្លាំងណាស់អញ្ចឹងកុំភ្លេចសម្រាប់បងប្អូនទាំងអស់គ្នាដែលបានឃើញនៅវីដេអូនេះចូលរួម share ទាំងអស់គ្នាដើម្បីលើកស្ទួយនៅវិស័យទេសចរក្នុងស្រុកហើយពេលឆ្នាំក្រោយបើសិនជាមានសង្ក្រានច្រើនយ៉ាងទៀតយើងមកលេងគ្រប់ខេត្តជាពិសេសខេត្តសៀមរាបដែលជាខេត្តមួយពោពេញទៅដោយភ្ញៀវទេសចរអន្តរជាតិណែបងប្អូនអើយមកច្រើនណាស់កកកុញខ្លាំងមែនទែនគឺតំបន់ត្រជាក់ Pub Street នេះខ្ញុំហ៊ាននិយាយថាគឺមនុស្សច្រើនខ្លាំងមែនទែនអាចនិយាយថាច្រើនជាងខេត្តផ្សេងៗបានដោយសារខ្ញុំបានថតច្រើនអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអធិស្ឋាននៅក្នុងការប្រកាសថាសៀមរាបមនុស្សច្រើនជាងគេអីដោយសារខ្ញុំទៅឃើញច្រើនមែនអញ្ចឹងកន្លែងណាក៏ច្រើនដែរព្រោះថាប្រទេសកម្ពុជារបស់យើងសិតតែជាខេត្តមួយដែលពោពេញទៅដោយតំបន់ទេសចរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកលេងបានដោយតែបងប្អូនបានឃើញប្លង់ពីលើនេះស្អាតណាស់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ